ជំរាបសួរប្រិមត្តស្វាគមន៍មកកាន់ podcast ថ្មីថ្ងៃនេះគឺយើងមានភ្ញៀវពិសេសគឺបងហ៊ានដែលជាអ្នកប្រឹក្សាជាន់ខ្ពស់នៅគេហៅថា governance risk ហើយនិង compliance បាទអរគុណបងហ៊ានដែលបានចូលរួមនៅក្នុងកម្មវិធី podcast ហើយបងប្អូនឃើញនៅលើ screen នេះគឺយើងមាន logo ថ្មីនៅក្នុងកម្មវិធី podcast ផងខ្ញុំតែម្ដងអញ្ចឹងភ្ញៀវពិសេសទី1នៅក្នុងឆ្នាំ2026ដែលបងហ៊ានចូលរួមចែកម្លែកហ្នឹងហើយកៅឆាយដំបងហ៎បងអូខេសូមអរគុណចន្ទនាដែលបានអញ្ជើញខ្ញុំមកចូលរួមក្នុងកម្មវិធី podcast តាក់ទងជាមួយនឹងផ្នែក area របស់ខាង risk governance and compliance បូកជាមួយនឹង security បាទ cyber security បាទមកបាទអូខេបងអញ្ចឹងប្រធានបទយើងនេះហ្នឹងយើងនឹងទៅជែកថា governance ហ្នឹងជាស្អី risk ជាស្អីហើយនិង compliance ជាស្អីអញ្ចឹងចង់ឲ្យបងចែកម្លែកហ្មងថា GRC ហ្នឹងមានន័យថាម៉េចអូខេខ្ញុំអាចចែកម្លែកបងប្អូនយើងបន្ថែមទៅលើ GRC ដោយសារតែខ្ញុំគិតថាបងប្អូនយើងមួយចំនួននៅក្នុងវិស័យ IT បច្ចុប្បន្នកាលជាពិសេសនៅខាង sector របស់ធនាគារជាពិសេសគឺថាគាត់ត្រូវ follow អ្វីដែលជាគេថា framework ឬក៏ base ណាមួយដើម្បី align តាក់ទងជាមួយនឹងជា performance របស់គាត់ឲ្យ align ជាមួយនឹង strategic របស់ bank ថាធ្វើឲ្យដើម្បីឲ្យគាត់នឹងអាច achieve target ឬ goal ឬក៏ objective របស់ bank ហ្នឹងអញ្ចឹងមែនតើតាក់ទងជាមួយនឹង cyber security governance risk and compliance ហ្នឹងវាគឺជាគេហៅថាគឺជា component រួមដែលយើងអាចវាស់វែងបានតាក់ទងជាមួយនឹងគេថា majority នៃស្ថាប័នរបស់យើងដើម្បីមើលកម្រិតក្នុងការ improve ទៅលើផ្នែក IT ហ្នឹងអញ្ចឹងបើយើងនិយាយពី governance យើងដឹងហើយនៅក្នុងប្រទេសមួយឬក៏ក្នុងស្ថាប័នមួយគេរៀបចំ governance ហ្នឹងឲ្យមានជាច្បាប់ទម្លាប់ជា role ជា responsibility អញ្ចឹងណាហើយដើម្បីឲ្យ govern ឲ្យចំតែម្ដងសួរថាតើវាមានតែ policy វាមានតែ procedure វាមានតែ standard ឬក៏មាន guideline ប៉ុណ្ណឹង enough អត់មែនតើទៅជាបទពិសោធន៍របស់ខ្ញុំដឹងថាវាអត់ទាន់គ្រប់គ្រាន់ទេអញ្ចឹងហើយបាននៅក្នុងGRC document មួយចំនួនដែលគេ establish ក្រោយទៀតគេតែងតែ embed cyber security នៅក្នុងហ្នឹងហើយក៏គេ embed តាក់ទងជាមួយនឹងគេហៅថា risk នៅក្នុងនឹងដែរ not just only governance policy តែប៉ុណ្ណឹងវាអត់ enough ដោយសារតែអីយើងមើលឃើញតាមប្រជុំណាបាទតាក់ទងជាមួយនឹងពាក្យថា risk management អញ្ចឹងជាទូទៅ risk management យើងដឹងហើយវាមាន process វាមាន framework មួយដែលថាយើងអាច select យកមកប្រើបានក៏ប៉ុន្តែសួរថាតើ which one the framework មួយដែលយើងអាចថាវា adapt ជាមួយនឹងcurrent situation current environment ឬក៏ size of bank របស់យើងដែលយើងអាចថាខ្ញុំអាចយកទៅវាស់វែងឬក៏យកមកប្រើប្រាស់បានសំខាន់សម្រាប់ part of IT risk management បាទហើយនឹងតើតើជាមួយនឹង compliance មែនតើទៅសំខាន់មែនតើដែលយើងដឹងថាការដែលយើងរើសrequirement ណាមួយដែល comply ថាតើcurrent របស់ bank យើងតើគួរ comply ជាមួយអីគេបើសិនជាយើងអត់គេហៅថា manage អានឹងបានជា key expectation ឬក៏ align ជាមួយនឹង strategic របស់ bank objective របស់ bank យើងចាប់ផ្ដើមដើររើសហើយបាទខ្ញុំឧទាហរណ៍ថា bank ខ្លះយើងអត់ដឹងថា strategic របស់ bank យើងទៅណាគាត់ចាប់ផ្ដើមគាត់ថាខ្ញុំរើស PCI បាទអ្នកខ្លះគាត់ថាអត់ទេខ្ញុំរើស ISO អញ្ចឹងចំណុចហ្នឹងដែលធ្វើឲ្យយើងអត់អាចគេហៅថាstep បើថាយើង step up របស់compliance របស់យើងឲ្យ follow អីមួយឯងយើងដើរ select នេះ select នោះតាមអ្វីដែលយើងនឹកឃើញព្រោះហ្នឹងជា key សំខាន់អញ្ចឹងបន្ថែមពីលើនោះតិចទៀតបងអាច share ថា security ក៏ដោយបើសិនជាបច្ចុប្បន្នកាលយើងមើលឃើញទៅជាបទពិសោធន៍របស់បងណានៅពេលដែលយើងនៅ area security ហើយយើង implement ពេលខ្លះមិនមែនទេទៅយើងអត់ដែលបានដឹងបានស្គាល់បានឃើញថា strategy របស់ bank មិនទេយើងចាប់ដើម build own strategy អញ្ចឹងយើងក៏ implement by own perspective ដូចគ្នាយើងអត់ដឹងថាអូខ្ញុំគួរ implement បែបណាដើម្បី align មួយ bank ឯងអញ្ចឹង at the end វានឹងមានបញ្ហាមួយទៅលើអីគេទៅលើ key តាក់ទងជាមួយនឹង issue ដែល after យើង engage ឬក៏យើងហៅថា invite នៅខាង
គេថា expertise ផ្នែកIT ហ្នឹងឬក៏ audit ហ្នឹងមកមើលជា external engagement ឬក៏ external firm ហ្នឹងគេនៅតែឃើញ issue ក្នុងការដែលយើងឲ្យ improve នេះ improve នោះដូចគ្នាអានេះសំខាន់មែនតើតែយើងថាមកពីអីមកពីយើងអត់បាន adapt ទៅកាន់ជាហៅថា standard ណាមួយដែលយើង prefer សម្រាប់bank របស់យើងឬក៏គេហៅថា align ជាមួយ strategy របស់ bank បាទបងប៉ុន្តែបងជាទូទៅ strategic របស់វិស័យធនាគារហិរញ្ញវត្ថុតែងតែមានការផ្លាស់ប្ដូរដែរត្រូវអត់ប៉ុន្តែបើសិនជាយើងធ្វើ follow តាម governance ហើយយើងអត់មានភាពបត់បែនបងយល់ឃើញបែបម៉េចដែរកន្លែងហ្នឹងវាមានចំណុចពីរចំណុចទី1បងគិតថានៅពេលដែលយើងអព្យាយាមបត់បែនទៅតាមcompliance របស់មួយហ្នឹង compliance មួយហ្នឹងគឺវាអាចទៅជា key risk របស់ bank យើងដែលយើង face ជាមួយនឹង regulator punishment អីចឹងទៅបាទហ្នឹងទី1ទី2បើយើងអត់ adapt ជាមួយនឹងគេហៅថាឬក៏គេហៅថាកម្រិតមួយនៃ compliance ហ្នឹងគឺ investment យើងក៏ច្រើនដូចគ្នាដែរអញ្ចឹងដែលមែនតើទៅបងចង់ចែកម្លែកនៅសំណួរយូរទូទៅមួយដែលបងធ្លាប់ជួបយូរហើយក៏បងធ្លាប់ឆ្ងល់ដែរនៅពេលដែលបងអត់ទាន់ចូលមកផ្នែកស៊ីជម្រៅទៅលើ compliance ហ្នឹងណាគេតែងតែមានសំណួរមួយថានៅពេលដែលគេចង់ឲ្យ security strong ហ្នឹងគេតែងតែគេថាត្រូវការ support ពី top management អាហ្នឹងគឺសំណួរដែលមានន័យថាពី technical perspective គាត់សួរហ្នឹងគាត់ថាគាត់ចង់ធ្វើនេះធ្វើនោះប៉ុន្តែគាត់អត់មានការ support ពី management ហើយគាត់ធ្វើមិន support ហ្នឹងគាត់ចង់សំដៅលើ support អីគេឲ្យ management ទៅជួយធ្វើការងារគាត់ផ្ទាល់ហ្មងឬក៏ support បែបម៉េចមកកន្លែងនេះ key របស់គាត់ហ្នឹងក៏ចង់សំដៅលើ investment ចំណាយI see មានន័យថាឧទាហរណ៍ថាបើសិនជាយើងនិយាយពីខ្ញុំត្រូវ comply ជាមួយនឹង PCI មួយបាទជាបទពិសោធន៍របស់បងអញ្ចឹងនៅពេលដែលយើងចង់ឲ្យបាន certify មួយ PCI ធម្មតាយើងមិន investment មួយ tool ហើយ tool វាមានច្រើនប្រភេទ tool អញ្ចឹងនៅពេលដែលយើងចង់ឲ្យ tool ហ្នឹងវាល្អហើយ comply ជាមួយនឹង international standard អញ្ចឹងវាត្រូវ investment ច្រើនអញ្ចឹងឧទាហរណ៍ថាយើងនិយាយពី PAM អូខេ PAM solution មួយបើសិនជាយើងសួរថា from standard ហ្នឹងគេឲ្យយើងទៅយក cyber act មកមែនអត់ជួនកាលគេថាអត់ទេតែយើងឯង technical perspective យើងចង់បានអាហ្នឹងអញ្ចឹង investment ធំបាទអញ្ចឹងនៅពេលដែល investment ធំពី management គាត់នឹងពិបាកក្នុងការ approve បាទដោយសារថាយើង invest ក្នុង for what ខ្ញុំ invest for PCI ឬក៏ខ្ញុំ invest for អី compliance ណាមួយតែសួរថា question គេថាគេបាន benefit អីពីហ្នឹងបើ current strategic របស់ bank គេឬក៏ company គេអត់ទាន់ចង់ទៅហ្នឹងផងតែ from security perspective គាត់ទៅមុនបាត់ហើយគាត់ថាចង់ឲ្យអញ្ចឹងបាទជាទូទៅ management គាត់នឹង understand ទេបងធម្មតាកាលណាយើងinvestment ដែលអត់ទាន់ត្រូវជាមួយនឹងយុទ្ធសាស្ត្រផងស្ថាប័នគាត់មិនត្រូវទៅ investment បាទគាត់យកលុយហ្នឹងទៅ powell យកធ្វើអីផ្សេងវិញអ្នក OC មិនអញ្ចឹងទេបងអញ្ចឹងមិនថានៅពេលដែលយើងប្រើ own perspective នៃ security ឬក៏អ្វីដែលយើងគិតថាយើងព្យាយាមធ្វើឲ្យ align ជាមួយនឹង bank strategic ប៉ុន្តែយើងអត់ដែលឃើញឬក៏អត់ដែលគេថាទទួលបាន cascade strategic ពី management របស់យើងមកឧទាហរណ៍ថាបង head of IT security បាទ and then បងក៏អត់ទាន់បានដែលឃើញឬក៏ CTO CIO ហ្នឹងក៏អត់ទាន់បាន share strategic បើថាគាត់ cascade មកដល់យើង design បានថាយើងdesign our strategic road map ហ្នឹងគឺតាមអ្វីដែលយើងមើលឃើញថាខ្ញុំចង់ទៅអញ្ចឹងប៉ុន្តែសួរថាវា align ជាមួយនឹង bank អត់គេថាsorry align ជាមួយនឹង bank ឬក៏ align ជាមួយនឹងខាង CTO ដែលគាត់បាន cascade មកយើងអត់គេថាអត់ទាន់ទេតែ I design by my own អញ្ចឹងហើយបានតាក់ទងវាទៅនៅ investment បែបហ្នឹងអញ្ចឹងបានជា key concern របស់គេហៅថាការ implement security មួយ effective ឲ្យ strong ដើម្បី protect bank គឺអត់មានដូចគ្នាបាទយើងអត់ទទួលបានជោគជ័យទេហ្នឹងតែជា key ប៉ុន្តែមានបញ្ហាប្រឈមអីអត់បងបើសិនជាករណីថាឥឡូវដូច senior ដូចបងដឹងពីរបៀបនៃការ lobby management ឲ្យគាត់ understand ហើយយើង follow strategy គាត់ប៉ុន្តែអ្នកដែលខ្លះគាត់មានបទពិសោធន៍3ឆ្នាំ5ឆ្នាំហើយគាត់ទៅ lobby មិនទៅអាហ្នឹងវាជាបញ្ហាប្រឈមផងគាត់តើបងមានអីដែលជា key message សម្រាប់ពួកគាត់អូខេអរគុណសំណួរល្អសម្រាប់ចំណុចហ្នឹងខ្ញុំអាចចែកម្លែកទៅបងប្អូនយើងឬក៏អ្នកដែលរួមវិស័យផ្នែក sector ជាពិសេសធនាគារហ្នឹងអាចឲ្យគាត់គេហៅថាដឹងពី key មួយចំនួនដើម្បីធ្វើម៉េចឲ្យគាត់ achieve ទី1 achieve objective របស់គាត់ដែលជា KPI របស់គាត់ទី2គាត់ព្យាយាមគេថា improve
part of security governance របស់គាត់ឬក៏ compliance គាត់ទៅក្នុងគោលដៅមួយដើម្បីគាត់មានន័យថាអាច comply ជាមួយនឹងគេហៅថា standard មួយនៃ security អូខេអញ្ចឹងសំខាន់បំផុតនៅពេលដែលគាត់គេហៅថាទោះបីជាយើង move ឬក៏យើងគេហៅថា change career យើងពីផ្នែកណាមួយក៏ដោយជាពិសេសបងប្អូនដែលគាត់ move area ពីឧទាហរណ៍ថាគាត់នៅក្នុងត្រឹមតែ IT security manager ហើយបន្ទាប់មកគាត់ឡើង head អញ្ចឹង key ដំបូងទី1គាត់ត្រូវធ្វើម៉េចរៀន design តាក់ទងជាមួយនឹង strategic roadmap របស់គាត់បាទតែគាត់ចង់ទៅណាដូចបងបញ្ជាក់មុនថាយើងមានour own roadmap មួយព្រោះដោយសារអី CTO CIO ខ្លះគាត់ដឹងពី security ប៉ុន្តែគាត់អត់ដឹងថាគាត់ត្រូវទៅណាដែរបាទអញ្ចឹងយើងអាច present ឲ្យគាត់ថាឥឡូវយើងចង់ទៅ implement សម្រាប់ស្ថាប័នរបស់យើងដែលក្នុងកម្រិតមួយដែលយើង assess ថាយើងមាន gap ប៉ុណ្ណឹងតែឲ្យទៅ present ឲ្យ line manager យើងជាពិសេស CTO CIO ទៅគាត់ដឹងថាឥឡូវយើងចង់ទៅណាបាទដល់ពេលដែលគាត់ភាសាមួយគាត់មើលឃើញថាគាត់អាចទៅធ្វើម៉េច align ជាមួយនឹងគេថា business objective ឬក៏ bank objective ឧទាហរណ៍អានេះបងអាច share នៅបទពិសោធន៍ជាក់ស្ដែងមួយនៅ my previous environment ថានៅពេលដែលយើង introduce តាក់ទងជាមួយនឹងdata protection tool បាទយើងពេលដែលយើង interview ទៅយើងចង់ buy in គាត់ឲ្យគាត់ថាទៅ protect តាក់ទងជាមួយនេះការ sharing ឬក៏ leak data leak ដើម្បី prevent អាហ្នឹងយើងត្រូវធ្វើអី from នៅពេលដែលយើងឃើញ situation ច្រើនជាពិសេសឧទាហរណ៍ថាមានការ movement ច្រើនរវាង expert អញ្ចឹងពេលដែលយើង introduce អាហ្នឹងយើងធ្វើជា plan ឬក៏ roadmap មួយដើម្បីគេហៅថាការពារ data protection ហ្នឹងអញ្ចឹងយើងនឹង propose ឲ្យថាយើងឃើញដល់ពេលយើងអាចយកតាក់ទងជាមួយនៅអ្វីដែលយើងឃើញរាល់ថ្ងៃ key risk រាល់ថ្ងៃដែលឃើញយើងឃើញទៅលើ data leak គឺយើងឃើញថាយើងមានអីយើងឃើញបញ្ហាអញ្ចឹងហ្នឹងយើង present ឲ្យ CTO យើងបែបហ្នឹងអញ្ចឹងទៅតោះមកបានយើងអាចចាប់បាន propose ថាឥឡូវយើងគួរតែ implement ចេះមួយជាពីរតាក់ទងមួយ requirement របស់យើងតែដើម្បីឲ្យគាត់មើលឃើញអាហ្នឹង part មួយដែលយើងត្រូវ present ចំ CTO ឯងបើសិនជា CTO ឬក៏ CIO របស់យើងគាត់មើលឃើញទៅប៉ុណ្ណឹងទៀតគាត់មានថានៅពេលដែលគាត់ចង់ឲ្យ bank ឲ្យក្រោយ trust ពី customer តើគាត់គួរ implement បែបណាដើម្បី prevent ហ្នឹង from the business data ឬក៏គាត់ prevent from overall data ដូចគ្នាអញ្ចឹង from business data ដូចយើងហ្នឹងគេថាដូច bank គេចង់ឲ្យ trust ជាមួយនឹង customerគេហៅថា partner របស់យើងឧទាហរណ៍បង share មួយដូចយើងមាន corporate ជាមួយនឹង international partner គេថាតើស្ថាប័នឯង ready ឬក៏ឯង certify មួយ PCI អត់បើសិនឯង PCI ខ្ញុំអាច prefer ឯងបើអត់ទេខ្ញុំ prefer partner ផ្សេងអញ្ចឹងកន្លែងហ្នឹងមានន័យថានៅពេលដែលយើង buy in concept ទាំងអស់ហ្នឹងឲ្យទៅ CTO CIO របស់យើងគាត់ដឹងពីហ្នឹង then គាត់នឹង present បន្តគាត់អាចថាគាត់កែច្នៃនៅគេថា roadmap របស់យើង strategy របស់យើងទៅជា overall របស់ technology មួយទាំងមូលដែលគេ embed compliance embed security ក្នុងហ្នឹងដើម្បី present ទៅ committee ដើម្បីគាត់ចាប់អារម្មណ៍ថាអូខេបើ bank យើងចង់ទៅជា open banking យើងត្រូវដោយសារអី currently យើងចាប់ផ្ដើមគេថា integrate យើងដឹងហើយ integrate តាក់ទងជាមួយនឹង app ជាមួយនឹង third party ច្រើន partner របស់យើងច្រើនអញ្ចឹងដើម្បីឲ្យ partner យើង trust យើងត្រូវតែ implement ឬក៏ comply មួយចំណុច certify ឬក៏ compliance មួយហ្នឹងទៅគេត្រាស់ហើយអាហ្នឹងសំខាន់ណាស់បងព្រោះធម្មតា international business មួយចំនួនបើសិនជាគាត់អត់មានឃើញ certificate ដែលគេទទួលស្គាល់ដោយ globally ទេគាត់រៀងញាក់ចិត្តណានៅក្នុងការធ្វើ business ជាមួយបាទចឹងតាជាក់ស្ដែងគឺអញ្ចឹងមែនដោយសារអីនៅពេលដែលបងនិយាយពីបទពិសោធន៍មួយរបស់ស្ថាប័នមួយបងអាចនិយាយថាតាក់ទងជាមួយនឹងធានារ៉ាប់រងអញ្ចឹងពេលដែលគាត់មុនធ្វើ integration ជាមួយនឹង bank របស់យើងគាត់សួរថាតើ bank ឯងមាន customer protection data អត់បាទតាក់ទងជាមួយនឹង transaction អញ្ចឹងគាត់មុននឹង prefer select មកយើងគឺគាត់ assess ពីយើងសិនតើ security យើងនៅកម្រិតណាអញ្ចឹងការដែលគាត់ assess គឺនិយាយពីស្ថាប័នខ្លះគឺគាត់ពឹងលើ local IT គាត់ទៅ assess តែស្ថាប័នខ្លះ international no គឺគាត់ engage មានថាគាត់ជួល external third party យកមក assess យើងតែម្ដងគាត់អត់មាន
ប្រើ IT របស់គាត់ internal មក ទេ សេ internal IT មកសេដោយសារគាត់គិតថាយើង limit ក្នុងការដែល access ហើយព្រោះមែនតើទៅជួនកាល IT នៅកន្លែងគាត់នៅក្នុង industry គាត់ដូចជា staff គេហៅធានារ៉ាប់រង បាទ អញ្ចឹងធានារ៉ាប់រង security គាត់មានគេហៅថា security level ក្នុងការដែលគាត់ prevent ជាមួយនឹង environment ឬក៏ system គាត់ផ្សេងបែបផ្សេងប៉ុន្តែនៅពេលដែលគាត់ interact មួយ bank ក៏សួរថា bank ហ្នឹង certify ជាមួយនឹង international compliance ណាមួយដូចជា PCI ដូចជា ISO ដូចជា GDPR អញ្ចឹងត្រឡប់មកវិញកន្លែងហ្នឹងដូចគ្នាអញ្ចឹងនៅពេលដែលបើវងចោតទីតាក់ទងជាមួយនឹងបច្ចុប្បន្នកាល bank មួយចំនួនគាត់ consider ជាមួយនឹង cloud អញ្ចឹងសួរថាយើងបានធ្វើ reassessment លើ cloud អត់ដែលជា part មួយគេហៅ third party reassessment ថា cloud ហ្នឹង certify តាក់ទងជាមួយនឹង globalized security អត់ដើម្បី protect bank data របស់គាត់អញ្ចឹងដូចគ្នាមុនយើង select ក៏យើង access ទៅលើ cloud platform ហ្នឹងមួយដែរមុននឹងយើង prefer ឬក៏យើង select ក្នុងការដែលយើងទៅ hosting ឬក៏ storing data យើងក្នុងនោះដូចគ្នាអញ្ចឹងដូចសាមញ្ញបងសុំកាត់មួយដែរសាមញ្ញជាទូទៅបើយើង hot data ដូចយើងយក cloud នៅខាងក្រៅប្រទេសអញ្ចឹង data ផងយើងដាក់នៅ provider មែនអញ្ចឹងហើយដើម្បីឲ្យ ensure ថា data secure តើតើយើងទៅវាតម្លៃសិនជប់ secure កម្រិតណាមិនចេះយកទៅដាក់ណាបាទដូចគ្នាបើសិនជាគាត់មិនមែនជាវិស័យធនាគារទេគាត់អាច select បានបាទ based on គេហៅថា business requirement របស់គាត់តែគាត់អត់ចង់ invest ទៅលើគេថា infrastructure on prem របស់យើងប៉ុន្តែនៅក្នុងស្ថាប័នធនាគារធម្មតាមុននឹងយើង select ឬក៏យើងជ្រើសរើសយក cloud solution ណាមួយ platform ណាមួយយើងត្រូវសុំ approval គឺយើងឬក៏យើង inform ទៅកាន់គេថាស្ថាប័នរួមរបស់យើងគឺធនាគារជាតិ NBC នាយកតកណានាយកតករបស់យើងដើម្បី approve ថាយើងអាច hosting ឬក៏យើងអាចប្រើប្រាស់ប្រភេទ cloud នឹងបានអត់យើងតាមបទពិសោធន៍មកឯងជាទូទៅនៅក្នុងវិស័យធនាគារហិរញ្ញវត្ថុអញ្ចឹងណាហើយខ្ញុំក៏ដឹងដែរថានៅស្រុកខ្មែរយើងនាយកតកគឺធនាគារជាតិនៅក្នុងវិស័យធនាគារហិរញ្ញវត្ថុអញ្ចឹងណាហើយខ្ញុំក៏យើងក៏ដឹងដែរថាមាន TOMG ហើយ version ក្រោយនេះមាន TCOMG ទៀតអញ្ចឹងចង់ឲ្យបងចែកម្លែកបទពិសោធន៍ទីមើលតើយើងធ្វើម៉េចដើម្បី implement ទៅ comply ជាមួយ international ផងហើយ comply ជាមួយនឹងនាយកតកនៅក្នុងប្រទេសកម្ពុជាយើងទៀតបាទចិនដែរសំណួរហ្នឹងល្អមែនតើបងតទៀតណាតើតើជាមួយនឹងគេហៅថាអ្វីដែលជាគេហៅថា compliance benchmark របស់ស្ថាប័នឬក៏ធនាគារបើថាយើងបែងចែកជាកម្រិតធនាគារដូចយើងមាន micro ហិរញ្ញវត្ថុយើងមាន specialized bank ហើយមាន commercial bank អញ្ចឹង from TCRMG version ក្រោយក៏គេបែងចែកនៅគេហៅថាកម្រិតក្នុងការដែលយើងគួរតែ comply ជាមួយនឹង guideline ហ្នឹងដែរអញ្ចឹងមែនតើតើតើជាមួយនឹង TCRMG គឺគាត់សម្រាប់គេថា adoption ឬក៏គេហៅថា benchmark នៅ control requirement risk governance and cyber security សម្រាប់ bank sector ទាំងអស់ហ្នឹងហេតុអីមិននិយាយចឹងជាធម្មតាបើសិនជាយើងអ្នកដែលគាត់ field of IT audit ឬក៏ field of IT risk ដែលគាត់គេថាគាត់ទឹមតែ move ឬក៏គាត់ចាប់ផ្ដើមគេហៅថាដូរពីខាងស្ថាប័នផ្សេងមកខាង bank គឺគាត់ពេលខ្លះគាត់អត់បានដែលអានតាក់ទងជាមួយនឹងឬក៏គាត់អត់ qualify យើងនិយាយចំថាគាត់ qualify ជាមួយនឹង certify ដូចជា PCI គាត់អត់ qualify ជាមួយនឹង ISO អញ្ចឹងគាត់ព្យាយាមគេហៅថាselect យក framework ណាមួយយកមកគេហៅថា recommend ឲ្យទៅ IT ដើម្បី implement ហ្នឹងបាទអញ្ចឹងវាជា key មួយដែលថាអ្នកដែល implementer ឬក៏ technical point of view នោះគាត់ថាគាត់ implement ច្រើនហើយសួរថា bank គាត់ឬក៏ current របស់គាត់នេះថាសួរថាយើង certify មួយ ISO នៅគេថានៅផងគាត់ certify មួយ PCI ហ្នឹងគេថានៅផងអញ្ចឹងសម្រាប់ bank រងៃដែលគេថាសំបីតែមិនមែនជាស្រុកខ្មែរយើងក៏ដោយទោះបីជាយ៉ាងម៉េចក៏ដោយគេយកយត្តកឬក៏ NBC គឺជាគោលធំបើសិនជា bank យើងអត់ទាន់ ready ជាមួយនឹង international certify ឬក៏ qualify ណាមួយអញ្ចឹង NBC គឺល្អផុតសម្រាប់នៅក្នុង IT យើងជាពិសេសខាង risk ខាង compliance ហ្នឹងគឺគាត់ត្រូវតែគេថា benchmark ទៅនឹងមុនគេដែលជា main បាទហ្នឹងយើងកាត់បន្ថយព្រោះដោយសារអីយើងដឹងហើយនៅក្នុង TCRMG version ថ្មីមាន10 domain ហ្នឹងគឺគាត់ព្យាយាមគេថាcombine នៅ framework ច្រើនមែនតើដើម្បីឲ្យ bank មួយចំនួនដែលគាត់អត់
អត់ទាន់ដឹងខ្លួនឯងថាគាត់ទៅយកអីយកមក benchmark គឺ TCRMG the best ហើយ បាទ ផ្សេងពីគាត់ទៅ benchmark អញ្ចឹងនៅពេលដែលគាត់recommend គេ recommend ខាង implementer ឬក៏ផ្នែក IT operation infra ឬក៏ security អីហ្នឹងគឺគាត់ base ទៅលើ TCRMG ហ្នឹងហើយគឺល្អដើម្បីឲ្យគាត់ងាយស្រួល adapt ហើយ comply ជាមួយនឹងនេះទៀតស្ថាប័នអញ្ចឹងន័យថានៅក្នុង local យើងច្រើនជាង international បាទ regulator យើងព្រោះហ្នឹងសំខាន់ហ្មងព្រោះregulator ធម្មតានិយត្តករគាត់ជាអ្នកដែលយើងហៅថាអាណាព្យាបាលក្នុងការមើលថែទាំយើងតើយើងធ្វើទៅវាមានអនុលោមភាពអត់ compliant អត់អញ្ចឹងណាតែត្រឡប់ពីបទពិសោធន៍បងវិញកន្លងទៅមានបញ្ហាប្រឈមអីអត់ទេនៅពេលដែលយើងចាប់ផ្ដើមគិតអំពី governance ហើយនឹងដើម្បី comply ជាមួយនឹង TCOMG បាទវាតែងតែមានទេក្នុងការដែលយើងគេថា implement អាចនិយាយថានៅពេលដែលយើង treat compliance នឹងមួយទៅជា project អញ្ចឹងកាលណា project សំខាន់ទី1ជាទូទៅដែលជាសំណួរថាតើយើងកម្រិតណានៅក្នុងការដែលយើង define scope អញ្ចឹងយើងបើសិនជាអ្នកដែលគាត់ដើរតួជា project manager នៅក្នុង compliance របស់ TCRMG អញ្ចឹងគាត់ត្រូវ engage គ្រប់ department ផ្សេងៗដើម្បីឲ្យគាត់ចូលរួមហើយអញ្ចឹងសួរថាមុននឹងដល់ចំណុចហ្នឹងយើងត្រូវធ្វើអីគេបងក៏ធ្លាប់មានបញ្ហាមួយដែរនៅពេលដែលយើងចាប់ផ្ដើមគេហៅថា start new implement ជាមួយនឹង TRMG version ដំបូងក៏មានការគេហៅថានៅបតិបត្តិគ្នានៅមាន question ទៅវិញទៅមកថាយើងធ្វើចេះអញ្ចឹងយើងរក method យក methodology ណាមួយយកមក apply អញ្ចឹងជា experience របស់បងមានន័យថានៅពេលដែលយើង work ជាមួយនឹងផ្នែក project ឬក៏ compliance នឹងច្រើនហើយយើងឆ្លងបទពិសោធន៍តាក់ទងជាមួយនឹង implement ជាមួយនឹង PCI អញ្ចឹងយើងដឹងហើយឬក៏គេហៅថា ISO យើងដឹងថាចេះទី1គឺយើងត្រូវ define scope បាទអញ្ចឹងមុននឹង define ទៅជា scope ហ្នឹងមែនតើទៅវាបទពិសោធន៍បងនៅពេលដែលយើង update អា plan របស់យើងយើងធ្វើ road map សិនតើយើងមាន road map ដែលធ្វើអីខ្លះអញ្ចឹងពេលដែលយើង define road map ទៅជា road map ដែលយើង implement ហើយបាទយើងចាប់ផ្ដើមមើលឃើញថា key សំខាន់ទី1គឺយើងទៅមើលscope របស់យើងនៅក្នុង TCRMG យើងដឹងហើយគេអត់មានប្រាប់ថាកម្រិតណានៃស្ថាប័នអ្នកឯង implement ទេអញ្ចឹងយើងត្រូវ select scope ដើម្បីឲ្យយើង comply អញ្ចឹងបងសូមបើកមុខបញ្ចុះតិចតាក់ទងជាមួយ PCI ក៏ដោយបើសិនជាយើងស្ថាប័នតូចជួនកាល environment យើងវាតិចទេអញ្ចឹងវាអាចជាប់ scope របស់ PCI ទាំងអស់ប៉ុន្តែនៅពេលដែលយើងធំគេសួរថាតើខ្ញុំអាច scope PCI មិនខ្ញុំ scope របៀបមិនឲ្យទៅជា scope របស់ PCI អ្នកខ្លះគាត់ដឹងថា Cat 1, Cat 2, Cat 3 ឯង Category 1, Category 2, Category 3 ឯងនៅក្នុង PCI ប៉ុន្តែ how ទាំងអស់ហ្នឹងមិនមែនគេថាមិនមែនទេអញ្ចឹងដូចគ្នានៅពេលដែលយើងព្យាយាម scope អ្វីដែលជាគេថា key សំខាន់របស់ business យើងអញ្ចឹងយើងអាចនិយាយថា scope យើងយកតែcritical business យកមក benchmark ជាមួយនឹង control ហ្នឹងទៅវាអាចទៅជាចំណុចមួយដែលយើង comply ហើយវា safe ទៀតបើសិនជាឧទាហរណ៍ថាយើងចង់ឲ្យ comply ទាំងអស់ប៉ុន្តែយើងព្យាយាម select យក testing environment យកមកដែរសួរថាពេលណាយើងចប់ហើយសួរថា testing environment ឬក៏ SIT environment គេចាត់ទុកវាជា comply control comply អត់គេថាអត់ទេបាទអញ្ចឹង challenge ទី1របស់យើងគឺយើងពិបាកជាងគេគឺ scope out តើបងព្រោះខ្ញុំតាមពិតវាត្រូវសំខាន់រឿង scope បើមិនអញ្ចឹងយើងចេះតែធ្វើទាំងអស់មានលុយណាទៅ implement បងបើមក compliance មក TCOMG ហ្នឹង tool ទាំងអីទាំងអស់ invest ហ្នឹង5លាននឹងគ្រប់ផងបើយើងអត់ចេះ scope ណាបាទហើយណាមួយស្ថាប័នខ្លះយើងដឹងស្រាប់ហើយគាត់គ្រាន់តែជាស្ថាប័នឧទាហរណ៍ micro rank មួយចំនួនគាត់គ្រាន់តែជា loan ទេគាត់អត់ deposit ទេហើយដល់ពេល scope យើងទៅយក scope ដែលគេ access ទៅលើ ATM យកមកក៏វាអត់វាចឹងនិយាយទៅវាអត់ត្រូវជាមួយនឹងnature នៃ business ផងដែរអញ្ចឹងទី1យើង scope ទី2យើងអាចពីបទពិសោធន៍បងមួយដែរតាក់ទងជាមួយដូច PCI អញ្ចឹងគេហៅថា gap assessment អញ្ចឹង gap assessment គេ assessment ទៅលើ scope អាហ្នឹងទី1ទី2គេ gap ទៅលើ limitation របស់យើងថាយើងអាច implement បានប៉ុណ្ណា implement ហ្នឹងមានន័យថាចេះតើបើសិនជាក្នុងករណីយើង fall part នៃឧទាហរណ៍ថា ATM CRM របស់យើងនៅក្នុង category មួយណាដែលយើងបានថាយើងយកមក scope នៅក្នុង project មួយហ្នឹងបាទអញ្ចឹងបើសិនជាក្នុងករណីដែល part ហ្នឹងវាគ្រាន់តែជាវាថាវា
មានការ process ដែរដូចគ្នាប៉ុន្តែពី from system ខ្លះវាជា integration ហើយវាអត់មានការ flow ទេគេអត់ scope ទេអញ្ចឹងមានន័យថានៅពេលដែលយើង scope បានហើយអា implement tool ដូចចន្ទលើកឡើងអញ្ចឹងវាអាច reduce cost ដូចគ្នាវាអាច reduce cost ឧទាហរណ៍ថាបើយើងត្រូវ implement system 100 asset លេងស្រាប់តែយើងទៅសិក្សានៅ license ឧទាហរណ៍ invest អស់ 20,000 គាត់ tool នឹងមួយ 20,000 ប៉ុន្តែនៅពេលដែលយើង scope out ថាខ្ញុំ scope ថាឥឡូវសម្រាប់ការ process ខ្ញុំប៉ុណ្្នឹងឯងអញ្ចឹងមែនតើទៅ asset យើងដែលយើងមានរាប់ពាន់ asset វាធ្លាក់នៅសល់តែការ process ហ្នឹងតែត្រឹម60 asset ទេអញ្ចឹងយើង reduce សម្រាប់ maintain compliance យើងបានហើយយើង invest តិចទៀតអញ្ចឹងបានន័យថា scope assessment scope គឺសំខាន់ណាស់ហ្នឹងហើយអ្វីដែលបងជាប់ធ្លាប់ជួបតទៀតគឺនៅពេលដែលយើង engage គេថា TCRMG ដែលមកបានធ្វើវាដំបូងដែរតើតើជាមួយនឹងដល់ពេលដែលគេ first draft ហើយតើតើជាមួយនឹង experience back បងទៅលើ TRMG ហ្នឹងដូចគ្នាគឺតើតើជាមួយនឹង engagement ពីបានថាពី department ផ្សេងៗក្នុងការទៅ implement ជួនកាលមានថាដល់ពេលដែលយើងអត់ form up ទៅជាmeeting មួយទេឬក៏យើងអត់ form up ទៅជា project មួយទេហើយយើងអត់មានការអ្នក lead ច្បាស់លាស់ទៅលើការថា requirement ហ្នឹងទេវានៅមាន back and forth ក្នុងការដែលទៅជែកគ្នាថាហេតុអីយកនេះហេតុអីយកនោះហើយមែនតើទៅយើងដឹងហើយ domain 2ដែរគេហៅថាបងគឺថា domain 2ដែលរៀងមានបញ្ហាតិច challenge តិចទៅជាមួយនឹងគេថា confidentiality នោះគឺ part of audit និង risk អញ្ចឹងមានន័យថា document មួយចំនួនយើងអាចពិបាកក្នុងការសុំឱកាសដែលយើងយកមកវាស់វែងឬក៏យើងមក compare ជាមួយនឹង compliance requirement អញ្ចឹងបានន័យថានៅពេលដែលយើងអត់បានការថា kick off នៃ project នោះឲ្យបានត្រឹមត្រូវអត់មានអ្នក lead ឲ្យបានត្រឹមត្រូវហើយអ្នក lead ហ្នឹងគាត់អត់អ្នក lead project គាត់អត់យល់ពី process ទាំងអស់ហ្នឹងទាំង technical ផងទាំង audit ផងទាំងអីផងវាធ្វើឲ្យអ្វីដែលគាត់ collect មក just only collect ទេគាត់អត់បានជួយ validate document ហ្នឹងឲ្យគេថាវាហៅថាវា valid ប៉ុន្តែសួរថាវា comply អត់ valid មានថាចង្កេះគាត់ឃើញ document មួយគាត់ថាអូអានេះប្រើប្រាស់បានប៉ុន្តែសួរថានឹង comply មួយ requirement ជាមួយនឹងpoint នឹងមួយអត់ចង្កេះយើងអង្គុយមើលមែនទេថាអត់យើងជាអត់ត្រូវផងចឹងកន្លែងហ្នឹងបាននៅពេលដែលយើងជាអ្នក lead ក្នុង compliance ក៏ដោយយើងត្រូវមាន technical ក្នុងខ្លួនឲ្យបានច្រើនបើមិនចឹងទេអ្វីដែលយើងកុំថាឡើយតែ engagement សម្រាប់compliance តែ engagement អីផ្សេងយើងប្រើ own perspective ដើម្បីចាច់ហ្នឹងហើយដែលជា key challenge របស់បងសម្រាប់តែ implement ជាមួយនឹង TCRMG ទៅបងមួយទៀតimplement ហើយ comply ហើយ audit មកមាន finding អូខេអានឹងធ្វើម៉េចកន្លែងហ្នឹងចន្ទដែរដែលមែនទែនទៅបងក៏ធ្លាប់ជួបបញ្ហាអស់ហ្នឹងដែរនៅពេលដែលយើងគេថាយើង born from technical នៅពេលដែលយើង born from technical យើងតែងតែមើលគេហៅថាអ្វីដែលជា implement ទៅលើ perspective របស់យើងចង់ implement អាហ្នឹងមួយទី2នៅពេលដែលយើងព្យាយាមទៅ read អ្នកខ្លះគាត់ទៅ certify ជាមួយនឹង official course គេអ្នកខ្លះក៏អត់ទេគាត់ just only own គេថា own study អញ្ចឹងគាត់ព្យាយាមគេហៅថា implement បេះទៅលើនេះបេះទៅលើនោះអញ្ចឹងនៅពេលដែលការ implement គាត់យោងទៅតាមហើយមួយទៀតបងអាចស្គាល់ថាគាត់ implement យោងទៅតាមគេថាជា feature របស់ tool ដែលគាត់បាន get advice ពីខាងគេហៅថា service provider អញ្ចឹងសួរថាពេលដែល service provider ហ្នឹងគាត់យល់ពី tool ហ្នឹងច្រើនតែប៉ុន្តែគាត់អត់បានទៅ benchmark ឬក៏គាត់អត់បានទៅគេហៅថា base ណាមួយទៅលើ TRMG ក៏ TCRMG អញ្ចឹងត្រឡប់មកវិញនៅពេលដែល audit ឬក៏ risk គាត់ចុះទៅ assess គាត់ឃើញ gap improve ពេលដែល improve ត្រឡប់មកវិញគាត់ត្រូវទៅ benchmark ទៅលើចំណុចណាមួយហើយបើមិនជាគាត់ professional ឬគាត់ដូចបងវជ្ជៈពីដើមដែលយើង discuss ថាឥឡូវគាត់បេះមែនទែនទៅនៅពេលដែល bank យើងអត់ certify ជាមួយនឹង PCI ឬក៏ ISO ទេគាត់យកតែបេះមួយមកបានហើយគឺ TRMG ឬក៏ TCRMG ហ្នឹងអញ្ចឹងពេលដែលគាត់ទៅ compare control requirement ទៅភ្ជាប់ទៅអ្វីដែលយើងបាន implement គឺគាត់គិតថាវាអត់គេថាអត់ sufficient ជាមួយនឹងអ្វីដែលយើង implement ហើយនឹង requirement ហ្នឹងអញ្ចឹង key ហ្នឹងក៏គេទាមទារយើងនៅតែ improve ដូចគ្នាហើយចំណុចមួយទៀតដែលបងអាចនិយាយថាធ្លាប់មានការគេថា back and forth discussion គ្នាមកច្រើនដូចគ្នាដែរនៅពេលដែល auditor
គាត់អត់មានអី base ដើម្បីយកមក benchmark control នឹងមួយអញ្ចឹងនៅក្នុង engagement នឹងមួយមែនតើយើងទៅពេលយើង read បើថាយើង read through អ្វីដែលគាត់ជា recommendation ណាហើយគាត់ព្យាយាមគេហៅថា per own perspective បូកជាមួយនឹងគាត់ព្យាយាម research ទៅ finding នឹងមួយអាច10 standard ឧទាហរណ៍ថាជាគាត់ឃើញ card តើតើជាមួយនឹង control ទៅលើ data គាត់អត់មានឃើញអីទេគាត់នៅឃើញ PCI ទៅទៅមួយការតែអញ្ចឹងគាត់ finding ថាចំណុចនេះមួយដែលគាត់មើលឃើញយើងគួរតែ implement ជាមួយនឹង requirement 1 2 3 4 5នៃ PCI ដល់ពេល finding មួយទៀតគាត់ទៅឃើញថាអូ control requirement តើទៅមួយ physical អញ្ចឹងធម្មតាដែលគាត់មើលឃើញ standard ហ្នឹងក៏ឃើញថា ISO 27001 គឺតើទៅជាមួយនឹង physical security ទាមទារយើងបានចេះនេះក៏មានពីរតើទៅជាមួយនឹង security គេហៅថា hardening checklist អញ្ចឹងគាត់ដឹងហើយឬក៏គាត់ធ្លាប់ដឹងពី IT ឬក៏គាត់ដឹងពីគេហៅថាគាត់ read through AI អញ្ចឹងគាត់ថាគេ recommend ឲ្យ CIS អញ្ចឹងគាត់ទៅ CIS ទៀតហើយអញ្ចឹងមែនតើក្នុង finding គាត់សម្រាប់ engagement នឹងមួយ part of security ឧទាហរណ៍វាទៅជា multi standard បាទអញ្ចឹងសួរថា from implementer គាត់អានទៅគាត់ថាខ្ញុំ implement 10 standard ក្នុង finding នឹងមួយ how អញ្ចឹងហើយបានត្រឡប់ទៅវិញបើសិនជាយើងព្យាយាម align គេហៅថា business យើងដើម្បី business improvement ហើយ business improvement ហ្នឹងមានន័យថានៅពេលដែលយើងគិតមើលនៅពេលដែលយើងអត់មាន baseline ណាមួយដើម្បីយើង follow ទី1ទី2នៅពេលដែលយើងព្យាយាមគេថា not a well corporate ដើម្បីឲ្យ improve របស់គេថាស្ថាប័នរបស់យើងនៅពេលដែលឧទាហរណ៍ថាយើង engage ឬក៏ annual audit មកវាឃើញ key ឡើងហ្នឹងយ៉ាបាទអញ្ចឹងត្រឡប់ទៅវិញនៅពេលដែលត្រឡប់ទៅ solution ដែរវាថាចឹងហេតុអីបានការ implement បែបហ្នឹងហើយនៅតែមានបញ្ហាជាមួយនឹង audit និង risk គឺចំណុចហ្នឹងមានថាយើងអត់ align គ្នាទាក់ទងជាមួយនឹងអ្វីដែលជា key benchmark ឬក៏ mapping ទៅលើ control requirement ហ្នឹងទេអញ្ចឹងបើសិនជាយើងអត់មាន key នឹងដូចគ្នាអ្វីដែលយើង implement ក៏អត់មាន key នឹងដូចគ្នាដែរយើង implement based on ដូចបងបញ្ជាក់អញ្ចឹង based on own អ្វីដែលយើងមើលឃើញឬក៏ជា vendor ឬក៏ partner យើង recommendation ដែរវាអត់ align ជាមួយនឹងចំណុចហ្នឹងឯងអញ្ចឹងបើសិនជាគាត់ base មកហ្នឹងគឺគាត់បានថា secure and comply យេអញ្ចឹងបាទខ្ញុំឃើញមានស្ថាប័នធនាគារធំៗមួយចំនួននៅពេលដែលគាត់ audit គាត់តែងតែមាន audit chapter គាត់ហើយគាត់នឹង follow ទៅតាម methodology ផងគាត់អីអញ្ចឹងទៅហើយ mapping ជាមួយនឹង guideline ឬក៏ policy ណាមួយដែលជា goal អញ្ចឹងបើសិនជា beyond នៅអ្វីដែលគាត់ទៅសេនៅក្នុង chapter ហ្នឹងអាហ្នឹង subject to be គេថាធ្វើ justification នៅថ្ងៃហ្នឹងបងមែនតើទៅពាក្យថា justification ឬក៏គេហៅថា rational សំបីតែបងឆ្លងកាត់បទពិសោធន៍តាក់ទងជាមួយនឹង international standard compliance ដូចជា PCI ឬ ISO ក៏គេនៅតែមានដូចគ្នាអញ្ចឹងដែរក៏ប៉ុន្តែសួរថាអាហ្នឹងវាមានបញ្ហាដែរគេថាមានថាយើងត្រូវតែ sub តាក់ទងជាមួយនឹង reach ហ្នឹងប៉ុន្តែ from compliance perspective គេក៏ទាមទារឲ្យយើងក្នុងការដែលយើងធ្វើគេថា implementation plan ឬក៏ជា strategic plan ហ្នឹងដើម្បី implement ដើម្បីកុំឲ្យមានថា key ដែលគេរកឃើញហ្នឹង ongoing happen ព្រោះ from compliance requirement តែឯងត្រូវតែ implement បើសិនជាឯង implement អត់បានមានថាឯងគឺជួបនឹង key risk កន្លែងហ្នឹងអញ្ចឹងនៅក្នុង document មួយឬក៏ពី from the international assessor ដូចជា PCI QSA ហ្នឹងគេថាគេអ្នក assess ទៅលើ control implementation របស់យើងដូចគ្នានៅពេលដែលយើងអត់ meet then គេសួរថាតើយើងមាន strategic មាន plan ដើម្បី prevent នឹងកុំឲ្យកើតឡើងនៅពេល next assessment ឬក៏ maintenance ទៅលើ certification ឬក៏ renewal ហ្នឹងទៀតអត់ដូចគ្នាគេទាមទារហ្នឹងបើសិនជាអត់មានទេគេក៏អាច ongoing maintain អាហ្នឹងឲ្យយើងដែរព្រោះអីយើងគិតមើលនៅពេលដែលយើងឃើញចំណុចហ្នឹងបញ្ហាគេគឺជា weakness របស់យើងហើយតែយើងអត់ implement ទេអញ្ចឹង from assessor ពេលខ្លះនៅពេលដែលគេឃើញអា weakness យើងឬក៏ risk ហ្នឹងវាធំពេកទៅគេក៏ពិបាកក្នុងការដែលគេហៅថាឲ្យយើង qualify ជាមួយនឹងអាហ្នឹងដែរពិបាកដូចគ្នាដោយសារអីវា key risk សម្រាប់គេអាហ្នឹងយើងនិយាយពីចំណុចមួយដែលថានៅពេលដែលយើង certify international សម្រាប់ bank របស់យើងហើយប៉ុន្តែយើងមានឧទាហរណ៍មាន incident នេះ occur
នៅពេលដែលយើង after យើង certify ហើយអ្វីដែលគេទៅ investigate ឬក៏គេ do the forensic ហើយគេឃើញចេញមកពីចំណុចហ្នឹង what happen អ្នកណាដែលបញ្ហា bank យើងបញ្ហារឿងមួយប៉ុន្តែនោះអ្នកដែល assessor យើងហើយគេអ្នក qualify យើងដើម្បីចេញ certificate ឲ្យយើងនោះអញ្ចឹងមានថាគាត់នឹងបាត់មុខក្នុងទីផ្សារហ្នឹងបាទអាហ្នឹងត្រូវបងធម្មតាយើងអ្នកទៅ assess គេហើយយើងរត់ឃើញ បាទ ខ្ញុំដូចជាដឹងពីស្ថាប័នមួយចំនួនដែរនៅពេលដែល auditor នៅក្រុមហ៊ុន A គាត់ទៅ audit អញ្ចឹងណាគាត់រត់ឃើញ finding អីចឹងទៅដល់ពេលស្រាប់តែពេល auditor អ្នកដែលក្រុមហ៊ុនទី2មកមួយទៀតលេងឃើញ finding ឡើងហ្នឹងហើយជា finding មួយដែលធំមែនទែនបាត់បង់តទៅនឹង fraud តទៅអីទៀតណាអញ្ចឹង audit ដែលក្រុមហ៊ុនទី1នេះគាត់នឹងមានប្តឹងមានផ្ដាល់អីចឹងទៅវាមានហើយមិនស្រួល blacklist ចេញពីស្ថាប័នហ្នឹងទៀតជួយឲ្យធ្វើការងារហ្នឹងទៀតមានដែរអញ្ចឹងណាព្រោះមែនតើទៅចំណុចហ្នឹងនៅពេលដែលអញ្ចឹងមិនថានៅពេលដែលមាន engagement មួយអ្នកដែលខាង external firm ឬក៏ audit នេះគេអ្វីដែលប្រយ័ត្នបំផុតគឺ scope ហ្នឹងហើយ scoping ហ្នឹងហើយអញ្ចឹងនៅក្នុង engagement របស់គាត់មួយគាត់ define ឬក៏មានការ agree scope ចេញពីប៉ុនយើងគឺគាត់អាចការពារខ្លួនឯងហើយអញ្ចឹងបាននៅក្នុង certified international មួយចំនួននៅពេលដែលគេឃើញ key កន្លែងហ្នឹងគេឲ្យយើងមាន justification មកថាយើងមាន plan ចេះ1ចេះ2ចេះ3ប៉ុន្តែនៅគេមាន document របស់គេមួយទៀតបញ្ជាក់ថាយើងនេះ key risk របស់យើងគឺកន្លែងហ្នឹងត្រូវបងដើម្បីយើង accept ខ្លួនឯងហើយបើថា accept ថាយើងនឹងជួបបញ្ហាហ្នឹងហើយអញ្ចឹង international firm មួយចំនួនគឺគេការពារកន្លែងហ្នឹងគេការពារខ្លួនគេព្រោះគេអត់ចង់ឲ្យមានបញ្ហាព្រោះអាខេសហ្នឹងបងគាត់ថាមិនមែនតែខ្មែរយើងទេប្រទេសផ្សេងមួយចំនួនក៏កើតឡើងដែរតែ certify PCI លេងស្រាប់តែ boom ខេសកើតឡើង fraud តែមួយការទៀតហ្នឹងហើយគឺថាជាអ្នកយើង bank ឯង certify ជាមួយនឹង PCI ហេតុអីបាន boom cash fraud កើតឡើងទៅមួយនឹងការហ្នឹងដែរអានឹងវាតទៅជាមួយនឹងទាំងយើងហើយនឹងទាំង assessor ហ្នឹងដែលគាត់ issue នៅ certificate ឲ្យយើងហ្នឹងសំខាន់មែនតើបងអូខេបងយើងទៅជែកគ្នាច្រើនតទៅមួយនឹងការធ្វើការងារទៅលើគេថា party ដែលពាក់ព័ន្ធដើម្បីធ្វើឲ្យ comply ទៅលើ GOC program ផងយើងអញ្ចឹងណាហើយបូករួមជាមួយនឹងគេថា TCOMG TOMG ដែលបងមានបទពិសោធន៍ចង់ឲ្យបងឲ្យជា advice វិញសម្រាប់ដែលយុវជនយើងអ្នកដែលគាត់ចាប់ដើមធ្វើការងារនៅក្នុងវិស័យ cyber security ហើយគាត់ចង់ swap ចេញពី IT ចង់ swap ចេញពី security ដែលមានបទពិសោធន៍2ឆ្នាំ3ឆ្នាំគាត់ចង់ upgrade ទៅជា manager ហើយគាត់ចង់ take care តទៅនឹង GOC បងមាន advice គាត់អូខេអរគុណចន្ទរាសម្រាប់សំណួរនេះមែនតើទៅសម្រាប់បងដែលបងធ្លាប់ឆ្លងកាត់បទពិសោធន៍ហ្នឹងហើយក៏យើងធ្លាប់ lead ទៅជាមួយនឹងគេថាគាត់ពី junior level ហើយគាត់ upgrade position របស់គាត់ upgrade គេថា career របស់គាត់ដើម្បី move ដោយសារអីគាត់ប្រហែលជាមើលឃើញទីផ្សារហ្នឹងថាការដែលយើងដឹងហើយពីចំនួនមួយចំនួនមួយដូចវាតែងតែមានការផ្លាស់ប្ដូរបងសុំនិយាយតិចថាពីមុនយើងដឹងហើយថា generation market ដែលធំនេះគេគឺ telecom បាទ telecom ធំហ្នឹងតបមកឡើងមក bank និយាយ bank បន្ទាប់ពី bank ហើយយើងមើលឃើញថានៅក្នុង IT operation ហ្នឹងគឺចាប់ផ្ដើមគេថាគេថា trend គេតទៀតគឺ security អញ្ចឹងបងប្អូនឬក៏អ្នកដែលមានគេថាចំនួនក្រោយគាត់មើលឃើញថាអូទៅ security cyber security ដោយសារ resource ខ្មែរយើងឬក៏ resource local យើងមានកម្រិតណាមួយបាទឥឡូវដល់ពេលដែលគាត់ move ទៀតគាត់ថាមែនតើទៅគាត់នឹកឃើញថាគាត់ការ implement security វាទៅជា daily operation ហើយគាត់នឹង move ទៅខាង risk ក៏គាត់ move មកខាង IT audit វិញដោយសារតែគាត់ដឹងពីហ្នឹងច្រើនហើយសម្រាប់បងដល់ពេលដែលយើងមើលឃើញទៀតថាដល់ពេលដែលយើងនៅ security area ហ្នឹងវា become ទៅជា daily operation របស់គាត់ហើយវាអត់មានអីត្រូវនេះទៀតទេអញ្ចឹងដើម្បីឲ្យខ្លួនគាត់ហ្នឹងគេ recognize ដើម្បីឲ្យខ្លួនគាត់ហ្នឹងមានថាគាត់អាចឈានទៅមួយកម្រិតទៀតអញ្ចឹងគាត់នឹងគិតថាចង់ចូលរួមទៅខាង international compliance មកទៀតហើយអញ្ចឹងអា trend របស់ security ឥឡូវនេះសម្រាប់ bank គេកំពុងតែមើលឃើញហើយថាគេនឹងដើរជាមួយនឹង international compliance ឬក៏ standard វិញទៀតហើយអញ្ចឹងមានថាវានឹងប្រែប្រួលមកចំនួនទៀតរបស់ security ទៀតហើយអញ្ចឹងចំណុចហ្នឹងសម្រាប់បងប្អូនឬក៏អ្នកដែលជំនាន់ក្រោយបើសិនជាគាត់អាចគេហៅថាចង់ឲ្យ career របស់គាត់ move ល្អគាត់គួរតែទីមួយឲ្យថាសិក្សាបានច្រើនទាក់ទងជាមួយនឹង
international compliance ទៅព្រោះ Yep នៅពេលដែលគាត់move មក career មួយហ្នឹង field មួយហ្នឹងចេញមកថាមក audit ឬក៏មក risk ឬក៏មកគេហៅថាមកខាង compliance ហ្នឹងហើយ bank ក៏ trend របស់គេនោះនៅពេលដែលគេ grow ហើយគេខ្លាយទៅជា international bank ដែលគេអាច cooperate ជាមួយនឹង international company យើងដឹងហើយដូចរងថ្ងៃយើងមើលការ transaction corporate យើងឥឡូវ worldwide ហើយសូម្បីតែឥឡូវយើងដឹងហើយការធ្វើ Swift transaction គេគឺ bank មួយចំនួនក៏គេ implement ជាមួយនឹង Swift CSP program ដែរដើម្បីឲ្យគេ certify ជាមួយនឹង international money transaction គេឲ្យ customer គេ track ព្រោះយើងដឹងហើយ globalize អញ្ចឹងនៅពេលដែលបងប្អូនគាត់អាចនិយាយថាគាត់ព្យាយាមទៅ study ពីអាហ្នឹង certify ពីអាហ្នឹងគឺ career គាត់អាច move វិញហើយគេទទួលស្គាល់គាត់ច្រើនជាងអ្វីដែលគាត់កំពុងតែនៅរងថ្ងៃអញ្ចឹងណាបងអូខេអាហ្នឹងពីបងទៅវិញអូខេអរគុណបងអរគុណសម្រាប់ចែករំលែកបទពិសោធន៍ហើយជាពិសេសជក់ចិត្តតាក់ទងជាមួយនឹង compliance យើងធ្វើឲ្យ comply ហើយ advice ទៅកាន់យុវជនផងយើងសង្ឃឹមថាអ្វីដែលបងចែករំលែកនេះមានអត្ថប្រយោជន៍សម្រាប់បងប្អូនជាពិសេសគឺយុវជនផងយើងហើយបើសិនជាបងប្អូនគិតថាការទៅជែករវាងខ្ញុំនិងបងហ៊ានមានប្រយោជន៍សូមធ្វើការចែករំលែកវីដេអូនឹងបន្តហើយបងហ៊ាននឹងអាចមានឱកាសថាពេលក្រោយយើងនឹងមាន topic ផ្សេងទៀតដើម្បីចែករំលែកទៅកាន់បងប្អូនបន្តទៀតអញ្ចឹងពីខ្ញុំអរគុណមែនទែនបងហើយសូមអរគុណសូមជម្រាបលាបាទសូមអរគុណដែរសូមជម្រាបលា